យើងបានជូនព័ត៌មានពីមហាអំណាចអាមេរិករុស្ស៊ីចិននិងអ្នកទទួលផលអវិជ្ជមានពីសង្គ្រាមក្នុងស្រុករបស់ខ្លួនដូចជាអ៊ុយក្រែនដែលការផ្អាកសង្គ្រាមដើម្បីរកសន្តិភាពក៏នៅតែស្រពិចស្រពិលមិនទាន់មានពន្លឺច្បាស់លាស់ពេលនេះយើងសូមក្រឡេកមើលមកកម្ពុជាមួយម្ដងថាតើមានដំណើរជឿនលឿនអភិវឌ្ឍដោយរដ្ឋាភិបាលកូនក្រៅខោហ៊ុនម៉ាណែតអះអាងបន្លប់ស្មារតីប្រជាពលរដ្ឋដែលទាំងឪទាំងកូនត្រកូលហ៊ុនមិនបានចាត់ទុកថាជាសសរទ្រអំណាចរដ្ឋឲ្យរឹងមាំទេតែជាសត្រូវឬជាទាសករខំមាត់ទ្រាំរស់សម្រាប់តែបំរើមហិច្ឆតាក្តោបក្តាប់អំណាចប្រមូលផ្ដុំមិនឲ្យដួលរលំទៅវិញជាងកន្លះសតវត្សមកនេះប្រជាពលរដ្ឋរស់ដោយបាត់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតវ៉ាឬរិះគន់នយោបាយគ្រប់គ្រងរបស់រដ្ឋាភិបាលជីវភាពរស់នៅដោយលំបាកលំបិនភាគច្រើនត្រូវជំពាក់បំណុលធនាគារវ៉ាន់កខ្លះចាំបាច់ត្រូវធ្វើចំណាក់ស្រុកទៅក្រៅប្រទេសធ្វើជាកម្មករដើម្បីរស់ខណៈដែលត្រកូលហ៊ុននិងស្ម័គ្របពួកមានជីវភាពស្ថិតក្នុងកម្រិតគម្លាតខ្ពស់ឆ្ងាយពីកម្រិតត្រឹមមួយរស់របស់ប្រជាពលរដ្ឋនិងដែលមិនជួយរកដំណោះស្រាយបញ្ហាលើកទាមទារឬអង្វរកររបស់ពលរដ្ឋទេហើយតែងតែធ្វើទុកបុកម្នេញប្រជាពលរដ្ឋចាប់អ្នករងគ្រោះពីអំពើអយុត្តិធម៌ក្នុងសង្គមដាក់គុកយ៉ាងក៏ខ្លួនទៅវិញដោយកម្លាំងទ័ពកងទ័ពមិនឯករាជ្យដូចនៅប្រទេសប្រជាធិបតេយ្យនានាតែជាកងទ័ពចាំតែរក្សានិងការពារអ្នកកាន់អំណាចនិងជាកងទ័ពបង្កប់របស់យួនរៀបចំទុកដាក់មុននឹងពួកវាថយខ្លួនធ្ពិនភ្នែកបោកប្រាស់ក្នុងឆ្នាំ1989កងទ័ពនេះបានក្លាយជាឧបករណ៍សម្រាប់ប្លន់ដីគេប្រជាពលរដ្ឋពីពួកមន្ត្រីក្នុងជួររដ្ឋបាលនិងពួកឈ្មួញទុច្ចរិតខ្មែរនិងបរទេសសម្រាប់តែគម្រាមកាច់បំបាក់តាមការចាប់ចងវាយបំបាក់ស្មារតីឬសម្លាប់ចំពោះរាល់ការតវ៉ាទាមទារឬគ្រាន់តែទាមទាររបស់ប្រជាពលរដ្ឋនិងអ្នកប្រឆាំងដោយចំឬដោយប្រយោលលើនយោបាយរបស់អ្នកកាន់អំណាចសម្រាប់សម្លុតប្រជាពលរដ្ឋរបស់ឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជានៅរាល់អាណត្តិនិងលើសពីនេះទៀតគឺចាំបង្ក្រាបកូនខ្មែរដែលនាំគ្នាទៅពិនិត្យមើលព្រំដែនយួនកម្ពុជាព្រមទាំងប្រតិកម្មបំភាន់ភ្នែកដោយមិនធ្វើអ្វីទាំងអស់ទៅលើប៉មយាមដែលយួនបានសាងសង់ក្នុងទឹកដីកម្ពុជាជាច្រើនកន្លែងឧបករណ៍នេះសំខាន់ណាស់សម្រាប់បង្ក្រាបកម្មកររោងចក្រដែលទាមទារត្រូវការឲ្យតម្លើងប្រាក់ខែកំចាត់និងរំលាយគណៈបកប្រឆាំងទប់ស្កាត់រាល់ការប៉ុនប៉ងចូលស្រុកនៃមេបកប្រឆាំងជាពិសេសកាច់បំបាក់ស្មារតីប្រជាធិបតេយ្យពីប្រជាពលរដ្ឋឲ្យឈប់នឹកនាដល់អង្គការរដ្ឋទាំង3គឺអង្គការនីតិប្រតិបត្តិអង្គការនីតិបញ្ញត្តិអង្គការតុលាការនិងស្ថាប័ននានាក្នុងគ្រប់វិស័យសុទ្ធតែជាឧបករណ៍ចាំតែបន្តនិងជួយជំរុញគោលនយោបាយផ្ដាច់ការឲ្យមានភាពរលូនបែបនេះគឺពង្រឹងរបបផ្ដាច់ការឲ្យរឹងមាំតាមបំណងមេដឹកនាំសរុបសេចក្តីមកអំណាចត្រកូលហ៊ុននឹងទ័ពជាឧបករណ៍ដ៏សំខាន់មិនបានធ្វើជាអ្វីជាវិជ្ជមានជាប្រយោជន៍ដល់ប្រជាជាតិខ្មែរនោះទេក្រៅពីនាំគ្នាបំផ្លាញព្រៃឈើនិងធនធានធម្មជាតិរ៉ែរបស់កម្ពុជាផ្ដល់ប្រយោជន៍យ៉ាងធំធេងដល់ជនជាតិយួននិងចិនអស់រាប់សិបឆ្នាំក៏ប៉ុន្តែវាក៏នាំមកនៅលទ្ធផលវិជ្ជមានដល់ត្រកូលហ៊ុនឲ្យអាចកាន់អំណាចប្រមូលផ្ដុំបានយូរ
ឲ្យសេដ្ឋកិច្ចរបស់ត្រកូលនិងពួកបរិវារត្រពងបានរីកចម្រើនធំធាត់យ៉ាងរហ័សម្នាក់រស់ក្នុងជីវភាពស្កឹមស្កៃរហូតអាចបំភាន់មតិសាធារណជនឲ្យអគុណសន្តិភាពក្លែងក្លាយខណៈដែលប្រជាពលរដ្ឋភាគច្រើនធ្លាក់ខ្លួនក្នុងជីវភាពត្រដាប់ត្រដុសវេទនាជំពាក់បំណុលធនាគារវ៉ាន់ករាប់លានអ្នកត្រូវរត់ចោលស្រុកដើម្បីរស់ខណៈដែលកម្ពុជាមានឈ្មោះស្អុយឆ្អេះឆ្អាបពីរឿងរំលោភសិទ្ធិមនុស្សនៅលើផ្ទៃរាបអន្តរជាតិទីផ្សារក្នុងស្រុកគ្មានហាងឆេងផលិតផលរបស់ប្រជាពលរដ្ឋបានមកសម្រាប់តែយកទៅចាក់ចោលជាអាសាបង់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋធ្លាក់ចុះរាល់ថ្ងៃឯសេដ្ឋកិច្ចជាតិដែលកំពុងតែដាំក្បាលចុះរកថ្ងៃងើបមិនទាន់រួចពេលនេះត្រូវសហរដ្ឋអាមេរិកកម្រិតពន្ធនាំចេញទំនិញភាគច្រើនទៅសហរដ្ឋអាមេរិកដល់ទៅ 49% និងរឹតតែជំរុញឲ្យកម្ពុជាធ្លាក់ដល់គ្រោះអាសន្នក្នុងពេលមិនយូរលង់ឡើយបើទោះបីជាការចរចាតថ្លៃលើភាគរយត្រូវបានពន្យាពេលដល់ទៅ3ខែយ៉ាងណាក៏ដោយខណៈដែលសហរដ្ឋអាមេរិកដឹងច្បាស់ណាស់ថាទំនិញដឹកចេញពីកម្ពុជាដូចជាបន្ទះពន្លឺថ្ងៃសូឡាទៅលក់នៅសហរដ្ឋអាមេរិកសុទ្ធតែជារបស់ចិនវាយផ្លាកសញ្ញាកម្ពុជាដើម្បីទទួលបាននៅការអនុគ្រោះពន្ធ GSP គិតជាប្រាក់រាប់ពាន់លានដុល្លារនេះជាលទ្ធផលនៃការគ្រប់គ្រងស្រុកដែលមិនបានបម្រើប្រជាជាតិគិតជាតិជាធំគិតដល់ប្រជាពលរដ្ឋម្ចាស់ស្រុកជាធំតែគិតពីប្រយោជន៍ส่วนតួប្រយោជន៍តត្រកូលប្រយោជន៍បរទេសឈ្លានពានទឹកដីជាចៅហ្វាយនិងប្រយោជន៍កុម្មុយនីសចិនក្នុងន័យនេះគ្រប់យ៉ាងទាំងអស់តំណាងឲ្យតែត្រកូលហ៊ុននិងគណៈបកក្តាប់អំណាចប្រជាជនតែប៉ុណ្ណោះមិនមែនតំណាងប្រជាជាតិខ្មែរនោះទេសូមទានជ្រាបអ្នកវិភាគមើលឃើញយ៉ាងច្បាស់អំពីភាពជាក់ស្ដែងនៃទង្វើក្រាញអំណាចតាមគ្រប់មធ្យោបាយគ្រប់រូបភាពរួមទាំងមធ្យោបាយកខ្វក់ថោកទាបជួជាតិគ្មានហេរៈអត្តបៈដែលគេអាចចាត់ទុកថាអ្នកដែលធ្វើដែលជាអ្នកកាន់អំណាចគ្រាន់តែជាតំណាងតែបកប៉ុណ្ណោះមិនតំណាងប្រជាជាតិខ្មែរទាំងមូលបានទេនេះជាទង្វើខុសនឹងច្បាប់រដ្ឋធម្មនុញ្ញទាំងស្រុងហើយប្រជាពលរដ្ឋក៏ជាអ្នកមានសិទ្ធិដកឬដេញអ្នកកាន់អំណាចចេញយ៉ាងស្របច្បាប់បានផងដែររដ្ឋអំណាចដែលមិនបានចាត់ទុកប្រជាពលរដ្ឋជាធំបង្កតែអំពើអយុត្តិធម៌បង្កតែអំពើរំលោភច្បាប់អំពើក្តៅក្រហាយអំពើគុំគួនចងគំនុំពេញពីក្នុងសង្គមជាតិនឹងត្រូវទទួលទណ្ឌកម្មពីសង្គមជាតិនៅថ្ងៃណាមួយខាងមុខជៀសមិនរួចទេឧទាហរណ៍ប្រចាក់នៅប្រទេសបង់ក្លាដេសឃើញមានស្រាប់ហើយជិតកន្លះសតវត្សហើយដែរដែលអ្នកកាន់អំណាចនៅកម្ពុជាបានក្លាយទៅជាសេដ្ឋីមានទ្រព្យសម្បត្តិរហូតដល់ទៅ $3,000 លានលាក់ទុកដោយគិតថាខ្លួនផោមក្នុងទឹកក៏មិនស្អុយដែរនោះល្មមឆ្អែតឆ្អន់ហើយបើចង់រក្សាជីវិតទ្រព្យសម្បត្តិបន្តជីវភាពបានខ្លះគួរតែពិនិត្យអំពីភាពមិនអមតៈនៃការគ្រប់គ្រងរបស់ខ្លួនចាប់តាំងពីពេលនេះតទៅកុំទុកឲ្យហួសពេលព្រោះទោះបីស្ថានភាពប្រែប្រួលយឺតយ៉ាងណាក៏ដោយក៏ទឹកចិត្តអន្តងរកការផ្លាស់ប្ដូររបស់ប្រជាពលរដ្ឋមិនងាករេទៅណាឡើយហើយត្រូវចាំឲ្យច្បាស់អំពីច្បាប់ធម្មជាតិដែលបញ្ជាក់ថានៅទីណាដែលមានការគៀបសង្កត់កាន់តែខ្លាំងការផ្ទុះការរើបម្រាស់ក៏កាន់តែខ្លាំងនៅទីនោះផងដែរ